ហេតុអ្វីក្រោយពេលរួមភេទរួចចេះតែងងុយគេងវីដេអូមួយនេះនឹងបង្ហាញពីចម្លើយទៅកាន់លោកអ្នកប្រហែលជាឆ្ងល់ហើយហេតុអ្វីក្រោយពេលរួមភេទរួចចេះតែមានអារម្មណ៍ងងុយគេងតែខ្លះអ្នកចង់បានពី3ដងទៀតតែភ្នែករបស់អ្នកចេះតែចង់បិទហើយអារម្មណ៍ចេះតែចង់គេងតើហេតុអ្វីទៅថ្ងៃនេះអ្នកនឹងបានស្គាល់ពីមូលហេតុដែលអ្នកកំពុងតែឆ្ងល់នេះហើយទី1គឺធម្មជាតិរបស់រាងកាយមនុស្សការរួមភេទនៅពេលយប់ជាពិសេសនៅពេលដែលរាងកាយមនុស្សអស់កម្លាំងរួចទៅហើយគឺជាមូលហេតុទី1ដែលធ្វើឲ្យយើងងងុយគេងនេះក៏ព្រោះថាមនុស្សភាគច្រើនគឺរួមភេទនៅពេលយប់ដែលជាពេលរាងកាយត្រូវសម្រាកយ៉ាងវិញទៀតការរួមភេទគឺជាសកម្មភាពស្រួលក្នុងអារម្មណ៍ដែលធ្វើឲ្យរាងកាយរបស់យើងស្រណុកសុខស្រួលចេះតែចង់គេងលក់ក្រោយពេលរួមភេទរួចទី2ការបញ្ចេញតកាមបុរសបញ្ចេញតកាមនៅពេលដែលឈានដល់ចំណុចកំពូលដែលពេលនោះមានការបញ្ចេញអរម៉ូនងងុយមកជាមួយម្យ៉ាងវិញទៀតបុរសបានបញ្ចេញកម្លាំងជាច្រើនទម្រាំតែតកាមចេញមកខាងក្រៅភាពអស់កម្លាំងនេះមិនចម្លែកទេដែលធ្វើឲ្យរាងកាយរបស់បុរសងងុយគេងក្រោយពីរួមភេទរួចចំណុចទី3គឺការវិលត្រឡប់មករកភាពធម្មតាវិញរបស់រាងកាយមនុស្សជាច្រើនមិនបានដកដង្ហើមទៀងទាត់នៅពេលកំពុងរួមភេទព្រោះតែអារម្មណ៍កំពុងតែផ្ដោតលើភាពស្រណុកសុខស្រួលនេះគឺធ្វើឲ្យរាងកាយមានអុកស៊ីហ្សែនមិនគ្រប់គ្រាន់ស្របពេលដែលរាងកាយកំពុងតែបញ្ចេញថាមពលតាមចង្វាក់នៃការរួមភេទនៅមុនពេលដល់ចំណុចកំពូលប្រកបណាស់ដែលថាទាំងខាងស្រីនិងខាងប្រុសសុទ្ធតែបង្កើនល្បឿនក្រោយពីអស់ល្បឿនរួចរាងកាយក៏ត្រូវការសម្រាកដែរ